សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សាលារៀន In Hand ជួបជាមួយអ្នកគ្រូទាំងពីរនាក់ដែលក្នុងថ្ងៃនេះផងដែរគឺអ្នកគ្រូមានមេរៀនមួយចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាគឺតាក់ទងនឹងវិស្ម័យការតើអ្នកគ្រូចាអ្នកគ្រូអញ្ចឹងក្នុងថ្ងៃនេះអ្នកគ្រូមានបានលំហាត់ដែរដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅក្នុងថ្ងៃនេះអ្នកគ្រូមានលំហាត់ចំនួន2ចាដែលនៅក្នុងលំហាត់របស់យើងគឺមានរាងជាប្រភេទនិងមានរាងទម្រង់ធម្មតាណាអូខេអញ្ចឹងមុននេះយើងចូលទៅការលំហាត់របស់យើងគឺអ្នកគ្រូចង់ប្រាប់តាក់ទងយមន័យសិនតើអ្វីទៅជាវិស្ម័យការអញ្ចឹងយើងដឹងហើយថាពាក្យថាវិស្ម័យការគឺអត់ស្មើគ្នាដូចសម័យការទេអញ្ចឹងពាក្យថាវិស្ម័យការគឺតែងតែមានសញ្ញាធំជាងតូចជាងធំជាងឬក៏ស្មើឬក៏តូចជាងឬក៏ស្មើតើអ្នកគ្រូចាអ្នកគ្រូអូខេអញ្ចឹងនេះគឺជាវិស្ម័យការណាអញ្ចឹងឥឡូវយើងក៏ឡើងមើលតាក់ទងនឹងលំហាត់របស់យើងទាំងអស់គ្នាតោះចាអញ្ចឹងអ្នកគ្រូមានលំហាត់មួយគឺតាក់ទងជាមួយនឹងវិស្ម័យការដែលមានទម្រង់ជាប្រភេទចាចាអញ្ចឹងនៅក្នុងនេះយើងឃើញជាក់ស្ដែងថាវិស្ម័យការរបស់យើងគឺមានទម្រង់ជាប្រភេទហើយអ្វីដែលសំខាន់យើងមើលថាភាគបែងរបស់យើងនេះគឺមានអញ្ញាតខុសគ្នាទៀតអញ្ចឹងបើសិនជាភាគបែងរបស់យើងខុសគ្នាបែបហ្នឹងតើយើងធ្វើដូចម្តេចដែរអ្នកគ្រូចាតកតងជាមួយនឹងភាគបែងខុសគ្នាបែបហ្នឹងគឺយើងត្រូវរកភាគបែងរួមសិនទើបយើងអាចកណនាវាបានចាអញ្ចឹងតកតងជាមួយនឹងភាគបែងរួមរបស់យើងណាយើងត្រូវមើលប្រភេទទី1គឺមានលេខ2ប្រភេទទី2គឺមានលេខ3ប្រភេទទី3គឺមានលេខ4ចាអញ្ចឹងភាគបែងសិតតែខុសគ្នាណាចាអញ្ចឹងរបៀបរកភាគបែងគឺយើងត្រូវរកតាមពហុគុណរួមធំបំផុតចាអញ្ចឹងតកតងជាមួយនឹងពហុគុណរួមធំបំផុតគឺយើងរកកតាណាដែលរួមគុណជាមួយនឹងកតាមិនរួមចាតែជាក់ស្ដែងលំហាត់របស់យើងគឺមានលក្ខណៈពិសេសថាលេខ2នេះដោយសារលេខ2វាជាកតាបឋមស្រាប់ហើយណាហើយលេខ3ក៏កតាបឋមដែរយើងអត់អាចបែកវាបានទេតែលេខ4មិនមែនជាកតាបឋមទេអញ្ចឹងកាលណាលេខ4មិនមែនជាកតាបឋមយើងបែកវាទៅយើងបាន2គុណនឹង2ចានេះ2គុណនឹង2ចាអញ្ចឹងយើងធ្វើការមើលភាគបែងវាយើងមើលលេខធំណាចារវាងលេខ3ហើយនិងលេខ4លេខធំជាងលេខ2ត្រូវអត់ចាអញ្ចឹងយកលេខធំនឹងគុណបញ្ចូលគ្នាយក3គុណនឹង4ទៅបាន12យើង12ចែកដាច់នឹង2អត់ចាអញ្ចឹងយើងឃើញថា12ក៏ចែកដាច់នឹង2ដែរណាចាអញ្ចឹងយើងយកភាគបែងរួម12តែម្ដងចាចាអញ្ចឹងអ្នកគ្រូសូមធ្វើការដោះស្រាយលំហាត់នេះតែម្ដងចាដោយប្រភេទទី1គឺគេមាន3x ចាដក4នៅលើ2ចាយើងដើម្បីបានភាគបែង12គឺយើងត្រូវគុណនឹង6ចាហើយភាគយកយើងត្រូវគុណនឹង6ដែរណាចាដកឲ្យប្រភេទទី2គឺគេមាន 2x ដក5នៅលើ3ចាយើងដើម្បីបានភាគបែង12ត្រូវគុណនឹង4ចាយើងខាងលើយើងគុណនឹង4ដែរចាយើងចូលដល់អង្គទី2ចាអង្គទី2គឺគេមាន x បូក8ទៅលើ4ចាយើងដើម្បីបានភាគបែង12គឺត្រូវគុណនឹង3ចាអញ្ចឹងខាងលើយើងត្រូវគុណនឹង3ដែរណាចាអូខេអញ្ចឹងយើងឃើញថាភាគបែងវាដូចគ្នាហើយព្រោះយើងតម្រូវវាដើម្បីយើងលុបភាគបែងចោលណាដើម្បីធ្វើការកណនាវាអញ្ចឹងមុននឹងយើងលុបយើងអាចគុណនេះមេគុណនេះបញ្ចូលនៅក្នុងវងកញ្ចក់បានចាអញ្ចឹងយើងបាន6គុណនឹង3ទៅបាន 18x ចាដកឲ្យយក6នេះគុណជាមួយនឹង4ទៅបានដក24ចាហើយសញ្ញាដកគឺយើងរក្សាទុកនៅដដែលហើយនៅពេលដែលអូនឃើញសញ្ញាដកបែបហ្នឹងគឺយើងអត់ទាន់លុបវងកញ្ចក់ចោលទេណាចាយើងបាន2x 8x យក4គុណជាមួយនឹង5ទៅបានដក20ចាហើយអង្គទី2គឺធំជាងឬស្មើ3គុណនឹង x បាន 3x 3គុណនឹង8បានបូក24ចាយើងធ្វើការលុបវងកញ្ចក់ចោលយើងបាន 18x ដក24ចាដក 8x បូកឲ្យ20ចាធំជាងឬស្មើ 3x បូកនឹង24ចាចាអញ្ចឹងនៅក្នុងនេះយើងឃើញថាអង្គទី1របស់យើងបងប្អូនឃើញចាក់ស្ដែងគឺមានតាំងអញ្ញាតហើយនឹងយើងមានតកតងនឹងលេខធម្មតាទៀតអញ្ចឹងតកតងនឹងអង្គទី1អង្គទី2តែយើងធ្វើដូចម្តេចដែរអ្នកគ្រូចាអញ្ចឹងតកតងជាមួយនឹងអង្គទី1និងអង្គទី2ដែលមានអញ្ញាតមានអញ្ញាតផងនិងមានជាលេខផងបែបហ្នឹងអញ្ចឹងគឺយើងត្រូវកណនាលេខដែលជាប់អញ្ញត្តិដែលមានអញ្ញត្តិដូចគ្នាហ្នឹងយើងអាចគណនាបានហើយនឹងលេខយើងអាចគណនាលេខដោយលេខបានចាអញ្ចឹងយើងបាន18ដក8យើងបាន 10x
ខេហើយដក24បូក20យើងបានដក4ចាហើយអង្គទី2គឺនៅដដែលគឺបាន 3x បូក24ចាអូខេអញ្ចឹងតកតងជាមួយនឹងអង្គទី1និងអង្គទី2យើងឃើញថាយើងត្រូវបោះណាបោះលេខដែលជាប់បញ្ញត្តិមកអង្គទី1ចាហើយនឹងលេខបោះទៅអង្គទី2ណាចាអញ្ចឹង 10x នៅអង្គទី1ស្រាប់យើងបោះ3មកទៅជាដក 3x ធំជាងឬស្មើ24ដក sorry 4ដកបូក4ណាចាយើងធ្វើការកណនាវាមកអូខេអញ្ចឹងនៅក្នុងនេះយើងធ្វើការបោះហើយប៉ុន្តែបងអូនមើលឃើញថានៅក្នុងអង្គទី1របស់យើងគឺមានអញ្ញត្តិដូចគ្នាចុះបើសិនជាករណីអញ្ញត្តិខុសគ្នាវិញឧទាហរណ៍ថាដូចជាមាន x ហើយមាន y ទៀតតែយើងធ្វើដូចម្តេចដែរអ្នកគ្រូចាអញ្ចឹងតកតងជាមួយនឹងលំហាត់ដែលមានអញ្ញត្តិខុសគ្នាឧទាហរណ៍ថា1x 1y ចឹងអញ្ញត្តិខុសគ្នាបែបហ្នឹងយើងអាចបូកបញ្ចូលគ្នាបានទេលុះត្រាតែវាអញ្ញត្តិដូចគ្នាឧទាហរណ៍ x និង x បានយើងអាចកណនាបានអូខេអញ្ចឹងកន្លែងនេះបងប្អូនត្រូវចំណាំណាបើសិនជាករណីដែលមានអញ្ញត្តិខុសគ្នាយើងអាចធ្វើការបូកដកគ្នាបានទេតតែមានអញ្ញត្តិដូចគ្នាចាអញ្ចឹងដោយលំហាត់នេះជាក់ស្ដែងណាយើងមាន 10x ដក 3x យើងបាន 7x ដោយសារយើងបូកវាបានណាធំជាងឬស្មើ24បូក4បាន28ចាយើងធ្វើការបោះរក x ណាចាយើងបាន28ចែកនឹង7ចាយើងធ្វើការសម្រួលទៅ28ចែកនឹង2ចែកនឹង7បាន4ចាអញ្ចឹងវិសម័យការរបស់យើងចម្លើយឃើញ4ណាចាយើងអាចឆ្លើយថាម៉េចដូចនេះចា x របស់យើងធំជាងឬស្មើ4ចាអូខេអញ្ចឹងឥឡូវបងប្អូនមើលតកតងនឹងចម្លើយដែលអ្នកគ្រូបានធ្វើការដោះស្រាយរួចហើយអញ្ចឹងក្នុងថ្ងៃនេះគឺអ្នកគ្រូមានលំហាត់តែប៉ុណ្្នឹងឯងហើយអ្នកគ្រូក៏នៅសល់មួយខ្ទង់ទៀតតើអត់អ្នកគ្រូចាអ្នកគ្រូចាអញ្ចឹងសល់មួយខ្ទង់ទៀតដែលបងប្អូនអាចធ្វើការសាកល្បងអនុវត្តបានហើយបងប្អូនអាចធ្វើឲ្យធ្លាក់ចូលក្នុង comment បានណាហើយដូចគ្នានេះផងដែរបើសិនជាបងប្អូនមានចម្ងល់មានសំណួរអត់ទាន់ច្បាស់កន្លែងណាបងប្អូនក៏អាចធ្លាក់ចូលក្នុង comment បានដូចគ្នាអញ្ចឹងក្នុងថ្ងៃនេះអ្នកគ្រូទាំងពីរនាក់ក៏មានលំហាត់តែប៉ុណ្្នឹងឯងអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយណាអរគុណច្រើនបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នា